នៅពេលដែលខ្យល់ជំនោរខែចែកចាប់ផ្ដើមបោកបក់មកដល់រុក្ខជាតិទាំងឡាយចាប់ផ្ដើមផ្លាស់ប្ដូរស្លឹកថ្មីផ្ការៀងនិងផ្កាអង្គាសីលចាប់ផ្ដើមរីកស្គុះស្គាយនេះគឺជាសញ្ញានៃមហាសង្ក្រាន្តថ្ងៃនេះយើងនឹងមកជជែកគ្នាឲ្យបានលម្អិតបំផុតដែលអ្នកមិនធ្លាប់បានដឹងពីប្រវត្តិដើមកំណើតនៃបុណ្យចូលឆ្នាំខ្មែរហេតុអ្វីបានជាយើងត្រូវដូរថ្ងៃចូលឆ្នាំថ្មីនិងរឿងរ៉ាវទេវកថាដែលបង្កប់នូវទស្សនវិជ្ជាសម្រាប់ជីវិតកាលពីដើមឡើយបុព្វបុរសខ្មែរយើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅខែមិគសេក៏ប៉ុន្តែក្រោយមកនៅសម័យអង្គរនិងសម័យក្រោយអង្គរយើងបានផ្លាស់ប្ដូរមកខែចែកវិញព្រោះខែមិគសេគឺជារដូវច្រូតកាត់កសិកររវល់ខ្លាំងណាស់ចំណែកឯខែចែកកសិករប្រមូលផលរួចរាល់មានស្បៀងអាហារពេញជង្រុកនិងមានពេលទំនេរសម្រាប់សប្បាយរីករាយនេះបង្ហាញពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការផ្សារភ្ជាប់ទំនៀមទម្លាប់ទៅនឹងជីវភាពរស់នៅជាក់ស្ដែងក្រឡេកមកមើលរឿងទេវកថានិយាយអំពីធម្មបាលកុមារនិងកបិលមហាព្រហ្មវិញម្ដងកាលនោះមានសេដ្ឋីម្នាក់គ្មានកូនមួយសោះហើយបានបន់ស្រន់ព្រះអាទិត្យនិងព្រះច័ន្ទរហូតបានបុត្រម្នាក់ដែលមានឈ្មោះថាធម្មបាលកុមារដែលជាក្មេងដែលមានប្រាជ្ញាអស្ចារ្យហើយចេះភាសាសត្វទៀតផងគេឈ្មោះនេះបានល្បីល្បាញទៅដល់ភពរបស់ព្រះព្រហ្មកបិលមហាព្រហ្មក៏បានចុះមកភ្នាល់ប្រស្នា3ខតើសិរីសួស្តីរបស់មនុស្សស្ថិតនៅត្រង់ណាបើចាញ់ត្រូវកាត់ក្បាលធម្មបាលកុមារបានដឹងចម្លើយតាមរយៈការលួចស្ដាប់សត្វឥន្ទ្រីនិយាយគ្នាពេលព្រឹកសិរីសួស្តីស្ថិតនៅលើផ្ទៃមុខទើបយើងត្រូវលុបលាងមុខពេលថ្ងៃសិរីសួស្តីស្ថិតនៅលើទ្រុងទើបយើងត្រូវយកទឹកមកលាបទ្រុងហើយពេលល្ងាចសិរីសួស្តីស្ថិតនៅលើជើងទើបយើងត្រូវលាងជើងមុននឹងចូលដេកក្រោយចាញ់ភ្នួលកបិលមហាព្រហ្មត្រូវបានកាត់ព្រះសិរសាប៉ុន្តែព្រះសិរសានេះមានឫទ្ធិខ្លាំងណាស់បើដាក់នៅលើដីនឹងឆេះលោកធាតុបើបោះនៅលើអាកាសនឹងរាំងភ្លេងបើបោះក្នុងសមុទ្រនឹងរីងទឹកហេតុនេះហើយទើបបុត្រីទាំង7អង្គត្រូវផ្លាស់ប្ដូរវេនគ្នាទទួលព្រះសិរសាដាក់លើពៀនមាសរួចហែប្រតិសិនជុំវិញភ្នំសុម៉ែជារៀងរាល់ឆ្នាំទេវតាដែលចុះមកសង្ក្រាន្តគឺតំណាងឲ្យថ្ងៃនីមួយៗនៃសប្តាហ៍ពិធីបុណ្យចូលឆ្នាំថ្មីបែងចែកជា3ថ្ងៃថ្ងៃទី1គឺមានឈ្មោះថាថ្ងៃមហាសង្ក្រាន្តគឺជាការឆ្លងឆ្នាំថ្មីយើងរៀបចំស្លាធម៌បាយសីផ្លែឈើដើម្បីទទួលទេវតាវាជាការសម្អាតចិត្តនិងផ្ទះសម្បែងថ្ងៃទី2គឺជាថ្ងៃវរៈវ័នបុត្រជាថ្ងៃនៃការចែករំលែកយើងធ្វើបុណ្យដល់ឪពុកម្ដាយជីដូនជីតានិងជនក្រីក្រជាដើមការពុនភ្នំខ្សាច់ដើម្បីឧទ្ទិសកុសលនិងជម្រះបាបថ្ងៃទី3គឺជាថ្ងៃវរៈឡើងស័កជាថ្ងៃបង្ហើយពិធីស្រង់ព្រះគឺជាការងូតទឹកជម្រះកាយនិងចិត្តឲ្យត្រជាក់ត្រជុំនិងការលេងល្បែងប្រជាប្រិយដើម្បីសាមគ្គីភាពគ្នាចូលឆ្នាំខ្មែរមិនមែនត្រឹមតែជាការរួមលេងកម្សាន្តបាញ់ទឹកនោះទេប៉ុន្តែគឺជាដួងព្រលឹងនិងគឺជាមេរៀននៃភាពកតញ្ញូនិងបញ្ញាសូមគុណខ្មែរគ្រប់រូបជួយថែរក្សាវប្បធម៌ដ៏រុងរឿងនេះឲ្យបានគង់វង្សជូនពរឆ្នាំថ្មីសិរីសួស្តីជ័យមង្គលកើតមានដល់រូបអ្នកជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ